ហើយខ្ញុំក៏សូមយកឱកាសនេះនិយាយទៅកាន់ប្រមាណក្បាលដែលប្រមាណថ្ងៃមុនបន្តិចទៀតខ្ញុំប្រមាណក្បាលនៅក្រៅប្រទេសនោះតែខ្ញុំគ្រាន់តែនិយាយពីការសុំទោសជាសាធារណៈអំពីការត្រៀមរៀបចំខ្លួនមិនបានគ្រប់គ្រាន់វាចេញមកវាយប៉ុន្តែឯងស្គាល់ហ៊ុនសែនតិចហើយស្គាល់ហ៊ុនសែនតិចហើយកាលដែលអញទិញឡានច្រើនអញទិញកំភ្លើងច្រើនឯងថាអញចំណាយលុយផ្ទះជឿយទិញកំភ្លើងដោយសារតែកំភ្លើងទិញច្រើននោះហើយតែធានាក្នុងការប្រយុទ្ធកន្លងទៅប៉ុន្តែអញនិយាយអំពីចំណុចខ្វះខាតទាំងឡាយតែត្រៀមរៀបចំខ្លួនបានល្អរាប់ទាំងអាវនឹងក៏ជាផ្នែកមួយនៃការប្រយុទ្ធដែរឯងយល់បើឯងស្គាល់ហ៊ុនសែនច្បាស់ទេឯងទៅហ៊ានទៀតបើហ៊ានជាតិនឹងមិនច្បាស់ទេជាតិក្រោយឯងហ៊ានទៀតទៅបែបហ្នឹងហ៊ុនសែនមនុស្សបែបណាអញ្ចឹងគ្រាន់តែ5ប៉ុណ្្នឹងទេការទទួលខុសត្រូវមួយសូម្បីតែចំណុចតូចតាចក៏យើងត្រូវហ៊ានយកការទទួលខុសត្រូវឧទាហរណ៍បដ ாய் ឲ្យកងទ័ពនគរបាលអាវុធហត្ថខ្វះនៅមធ្យោបាយការពារមិនគួរនឹងត្រូវឧទាហរណ៍បែងមួយវាអត់ត្រូវគួររហូតទៅដល់ប៉ះសាច់ទេបើសិនជាយើងមានអាវការពារខ្លួនដូច្នេះចំណុចនេះជាចំណុចដែលខ្ញុំលើកអំពីការសមអធិស្ឋានពីជាបរដ្ឋយកការទទួលខុសត្រូវយកការទទួលត្រូវហើយវាទៅលើកឯណានោះផ្សេងនោះអញ្ចឹងផ្ដាំទៅឆ្កែប្រមាណក្បាលនៅក្រៅប្រទេសនឹងរបបព្រុសឈប់ព្រុសទៅហើយបើសិនជាព្រុសពេលណាក៏នៅតែព្រុសហើយរកចាំមើលលទ្ធផលទៅសមត្ថភាពរបស់កម្ពុជាគឺអាចធ្វើបាននៅពេលខាងមុខឯងចាំមើលឧស្សាហកម្មយោធារបស់កម្ពុជាប៉ុណ្ណានេះគឺជាការបញ្ញាចិត្តក្នុងនាមជាអ្នកទទួលខុសត្រូវម្នាក់នៅក្នុងប្រទេសកម្ពុជាជួយដល់រដ្ឋាភិបាលប៉ុន្តែក្មួយទាំងឡាយដែលធ្វើការនៅទីនេះត្រូវតែបង្កើនការយកចិត្តទុកដាក់ទៅលើបញ្ហាគុណភាពប្រសិនបើគ្មានប្រសិទ្ធភាពទេគ្មានគុណភាពទេมันអាចយកទៅបំពាក់ឲ្យកងទ័ពទេជីវិតកងទ័ពសំខាន់ខ្លាំងណាស់ជីវិតមនុស្សសំខាន់ដូច្នេះមិនអាចគៀបបានទេក្នុងការផលិតត្រូវតែវាចំពោះក្របប្រភេទណាខ្លះតែយើងផលិតហើយស្តង់ដាររបស់យើងគឺមានស្តង់ដារគ្រប់គ្រាន់តែបាញ់មិនដើរមើលទោះបីតែយើងមិនទំនើបហួសហេតុទេប៉ុន្តែយើងមានសមត្ថភាពដើម្បីឆ្លើយតបដល់ទៅលើការងារមួយចំនួនដែលជាតម្រូវការទាំងកងទ័ពនៅជួរមុខទាំងអ្នកដែលប្រតិបត្តិការផ្សេងដែលអាចត្រូវមានការចាំបាច់ត្រូវប្រើប្រាស់ហើយជាមួយនេះខ្ញុំសប្បាយរីករាយជាមួយនឹងបញ្ហាមានវឌ្ឍនភាពហើយប្រហែលខែយើងចាប់ផ្ដើមដំណើរការប្រហែលខែសរុបប្រហែលខែមកដល់លើ6ខែនៃការផលិតដែលយើងចាប់ផ្ដើមនៃការផលិតពីខ្នាតពីចំនួនតិចទៅចំនួនច្រើនឥឡូវយើងអត់មាននិយាយរាប់រយកាផ្លេឬរាប់ពាន់កាផ្លេទេយើងនិយាយរាប់ម៉ឺនកាផ្លេអាហ្នឹងសូម5ទៅអាចឆ្កែប្រមាណក្បាលនៅក្រៅប្រទេសនោះអញនិយាយឥឡូវនោះពិបាកនិយាយជាមួយពួកឯងហៅឯកឧត្តមលោកទៀតនិយាយអាណាមីណាអញ្ចឹងរបស់នោះវាពិបាកហើយឥឡូវបានជ្រុលនិយាយ